បងប្អូនរងថ្ងៃមានបានដឹងថាការអង្គុយការឈររបស់យើងឥឡូវនេះមានបញ្ហាធ្វើឲ្យយើងមានបញ្ហាច្រើនតាក់ទងជាមួយការអង្គុយការឈរនេះដោយសារយើងសង្កេតឃើញច្រើនអញ្ចឹងវាមានបញ្ហាប៉ះពាល់ច្រើនតាក់ទងជាមួយវាឆ្នងវាចកេះកធ្វើឲ្យយើងឈឺក្បាលឈឺកឈឺអីចឹងណាឈឺស្មាឈឺអីចឹងណាមានច្រើនអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកមួយដោយសារខ្ញុំតាមឥឡូវខ្ញុំកំពុងមើលសភៅមួយដែលតាក់ទងនឹងដោតទៅលើអ្នកឈឺចកេះឈឺខ្នងសភៅហ្នឹងហើយខ្ញុំដាក់រូបឲ្យមើលសភៅហ្នឹងគេបានចែកតិចនិចមួយតាក់ទងជាមួយនឹងការកែប្រែទម្លាប់ការអង្គុយការឈររបស់យើងឥឡូវនេះយើងធ្វើការយើងអង្គុយយូរតែអ្នកខ្លះគាត់អង្គុយរាប់ម៉ោងអត់មានកម្រើកអីសោះបញ្ហាខ្លាំងថ្ងៃក្រោយបញ្ហាអីខ្លះបងប្អូនចង់ដឹងខ្ញុំធ្វើអត់បន្ថែមថាវាមានអីខ្លះតាក់ទងជាមួយបញ្ហាអង្គុយយូរអត់មានកម្រើកអត់មានអីធ្វើការយូររាប់ម៉ោងអីហ្នឹងមានបញ្ហាតាក់ទងទៅជាមួយនឹងជំងឺមហារីកទៀតតែខ្ញុំមើលសភៅមួយចឹងអាហ្នឹងខ្ញុំអត់ចង់វែងឆ្ងាយគ្រាន់ថានិយាយឲ្យបងប្អូនដឹងខ្លះថាការអង្គុយរបស់យើងអង្គុយខុសតម្រង់ខ្នងរបស់យើងអង្គុយកោងអង្គុយអីហ្នឹងជាបញ្ហាថ្ងៃក្រោយបញ្ហាខ្លាំងចាឥឡូវខ្ញុំមកចែកតិចនិចក្នុងសភៅដែលខ្ញុំតាមតាអានមើលឥឡូវនេះគឺសភៅតាក់ទងជាមួយនឹងអ្នកដែលគាត់ឈឺឆ្កែឈឺខ្នងចង់និយាយថាឈឺឆ្កែឈឺខ្នងវាមានលំហាត់មានអីចឹងណាអញ្ចឹងក្នុងហ្នឹងគាត់ឲ្យតិចនិចមួយសម្រាប់អ្នកដែលគាត់ប្រឡំអង្គុយកោងអង្គុយអីហើយឧទាហរណ៍ថាអង្គុយធ្វើការយើងអង្គុយវាយកុំព្យូទ័រអីអង្គុយកោងចែអើងក្បាលមើលទូរស័ព្ទអីចឹងណាអញ្ចឹងគាត់ឲ្យតិចនិចមួយហ្នឹងគឺឲ្យពេលដែលយើងអង្គុយគាត់ឲ្យដាក់ម៉ោងរោលនៅទូរស័ព្ទរបស់យើងរយៈពេលអង្គុយ1ម៉ោងយើងដាក់រោលមកបន្ទាប់មកគឺយើងព្យាយាមកែប្រែទម្លាប់ការអង្គុយរបស់យើងហ្នឹងដោយយើងអង្គុយខ្នងនឹងត្រង់រៀងពើងទ្រូរៀងតម្លាក់ចកាអញ្ចឹងណាអត់កោងមិនចេះទេតម្លាក់ចកាអញ្ចេះលក្ខណៈថាយើងអង្គុយមកមិនក្បាលអោនចេះទេតែយើងអង្គុយមើលគឺរៀងត្រង់ចេះហើយទម្ងន់គឺនៅកន្លែងគូតរបស់យើងទម្ងន់ពួកយើងដឹងថាទម្ងន់នៅកន្លែងគូតរបស់យើងមកអញ្ចឹងយើងរក្សាត្រង់ណាហ្នឹងអង្គុយបែបហ្នឹងប្រហែលជា30វិនាទីទៅ1នាទីអញ្ចឹងបងយើងរក្សាប្រហែលជា30វិនាទីហ្នឹងក៏បានដែរមានន័យថាគាត់ឲ្យយើងធ្វើជំហានទី1ហ្នឹងគឺអញ្ចឹងគឺរក្សាពេលដែលយើងអង្គុយបាន1ម៉ោងហើយយើងអង្គុយខុសអង្គុយអីអត់ខ្វល់ទេអញ្ចឹងពេលដែលយើងដាក់ម៉ោងរោលគ្រប់1ម៉ោងពុតគឺយើងចាប់ផ្ដើមកែប្រែទម្លាប់របស់យើងហ្នឹងអង្គុយឲ្យរក្សាហ្នឹងឲ្យបានប្រហែលជាយ៉ាងតិច30វិនាទីហ្នឹងហើយអញ្ចឹងពេលដែលយើងធ្វើបានរយៈពេលមួយរយៈហើយយើងអាចបន្ថែមមិនមានន័យថាពេលដែលយើងដាក់1ម៉ោងយើងអង្គុយត្រង់មួយសាអញ្ចឹងពេលដែលយើងបានមួយអាទិត្យអីចឹងទៅយើងអាចថយមកសល់50នាទីមានន័យ50នាទីយើងធ្វើម្ដងធ្វើមិនគឺយើងអង្គុយឲ្យត្រង់ចឹងពេលដែលយើងអង្គុយធ្វើការយើងអង្គុយឲ្យត្រង់ចឹងហើយបន្ទាប់មកយើងអាចថែមរយៈពេលដែលយើងអង្គុយឲ្យត្រង់ចឹងយើងនៅត្រង់ចឹងប្រហែលជាយើងឡើងមកពី30វិនាទីឡើងដល់40វិនាទីឬក៏50អីចឹងណាមានន័យថាយើងត្រឡើងរក្សាទម្រង់យើងអង្គុយតែត្រូវនេះអង្គុយតែត្រង់ពើងទ្រូងរៀងហុញចកាមកក្រោយបន្តិចចឹងណាយើងរក្សាចឹងកាន់តែយូរទៅយើងធ្វើកាន់តែឡើងយូរទៅទម្លាប់របស់យើងដែលអង្គុយកោងអង្គុយអីហ្នឹងវាចាប់តាមកែប្រែម្ដងតិចចានេះខ្ញុំគ្រាន់តែចែកតិចមួយដែលយើងកែប្រែទម្លាប់របស់យើងប្រាប់ថាអូអង្គុយកែប្រែអញ្ចឹងយកហ្មងគាត់អត់អាចអង្គុយបានទេដោយសារតែខ្ញុំធ្លាប់បាក់ផ្សេងធ្លាប់ប្រាប់ធ្លាប់អីចឹងណាឲ្យកែប្រែទម្លាប់ហ្នឹងទម្លាប់អង្គុយធ្លាប់ឈរអីហ្នឹងខ្ញុំអាសាប្រាប់គាត់ប៉ុន្តែមិនអាចព្រៀងកែប្រែគាត់ចឹងព្រៀងទេចានេះជាតិចមួយដែលគាត់ចែកមកយើងអាចធ្វើអញ្ចឹងត្រូវការរយៈពេលយូរតិចដើម្បីយើងកែប្រែម្ដងតិចអញ្ចឹងទៅគាត់អាចកែប្រែបានគាត់ថាត្រូវការរយៈពេលហើយបងប្អូនអាចតេស្តតិចហ្នឹងហើយចាំខ្ញុំព្យាយាមសរសេរនិមិត្តថាយើងអង្គុយរយៈពេលប្រហែលយើងដាក់ម៉ោងរោលហើយតបមកដាក់ម៉ោងរោលហើយយើងអង្គុយធ្វើចលនាបើយើងអង្គុយឲ្យត្រង់អញ្ចឹងរក្សារយៈពេលប្រហែលប្រហែលហើយតបមកយើងតម្លើងដងតិចហ្នឹងហើយចានេះគ្រាន់ជាការតិចមួយដើម្បីកែទម្លាប់របស់យើងដែលអង្គុយកោងខ្នងដែលអង្គុយអោនក្បាលទៅមុខអីចឹងណាដើម្បីឲ្យយើងថ្ងៃក្រោយទៅអត់មានបញ្ហាខ្លះបញ្ហាមានច្រើនមែនតើតែខ្ញុំឆ្លងកាត់ហើយតែមុនគឺខ្ញុំអង្គុយចឹងតែពេលប្រហែលឆ្នាំក្រោយខ្ញុំព្យាយាមកែដងតិចឥឡូវហ្នឹងនៅតែមានខ្លះដែរតែគ្រាន់ថាវាអត់ច្រើនដូចកាលមុននេះយើងអង្គុយរៀងកោងចាប់តាមដឹងខ្លួនយើងអង្គុយឡើងមកខ្នងត្រង់វិញហ្នឹងហើយចានេះខ្ញុំគ្រាន់តែចែកតិចប៉ុណ្ណឹងដើម្បីបងប្អូនទៅសាកមើលថាមិនដែរហ្នឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ